និយាយថាស្រឡាញ់ប្រទេសជាតិចង់ឃើញប្រទេសជាតិរីកចម្រើនប៉ុន្តែស្អប់បងប្អូនឯងឆ្លោះជាមួយមិត្តរួមការងារហើយនឹងឆ្លោះអ្នកជិតខាងសួរថាលោសេចអត់នេះហៅថាមានចិត្តតែមិនមានប្រាជ្ញាប្រទេសមួយរីកចម្រើនគឺគេវាស់ទៅលើ GDP Gross Domestic Product ផលិតផលសរុបរបស់ប្រជាជននៅក្នុងប្រទេសនោះមានន័យថាគេយកចំណូលរបស់យើងចំណូលមិត្តភ័ក្តិរួមការងារយើងចំណូលអ្នកភូមិយើងចំណូលប្រជាជនយើងសរុបបូកបញ្ចូលគ្នាទើបអាចនិយាយបានថាប្រទេសមួយរីកចម្រើនបនព្រះសំពះទេវតាសូមឲ្យប្រទេសរីកចម្រើនតែឆ្លោះបងប្អូនក្នុងគ្រួសារចំណែនគ្នានេះមិត្តរួមការងារមិនចូលចិត្តអ្នកភូមិក្បែរខ្លួនជាមួយសួរថាតើទេវតាណាអាចឲ្យពរជ័យមកយើងបានបើក្នុងគ្រួសារយើងក្នុងក្រុមការងារយើងក្នុងភូមិយើងមិនមានឯកភាពគ្នាមិនមានសន្តិភាពមិនមានសេចក្តីស្រឡាញ់ចំពោះគ្នានឹងគ្នាផងនោះតើទេវតាណាហ៊ានឲ្យពរយើងបើខ្ញុំជាទេវតាក៏ខ្ញុំមិនឲ្យពរជ័យដែរអញ្ចឹងខ្ញុំចង់និយាយក្នុងវីដេអូនេះថាបើសិនជាយើងមានចិត្តស្រឡាញ់ប្រទេសជាតិចង់ឃើញប្រទេសជាតិរបស់យើងរីកចម្រើនសូមឲ្យយើងចាប់ផ្ដើមពីសេចក្តីស្រឡាញ់និងការបងប្រាថ្នាចង់ឃើញមិត្តភ័ក្តិរួមការងារយើងចង់ឃើញអ្នកភូមិយើងរីកចម្រើនសុខសប្បាយធ្វើបែបនេះទើបទេវតាឆ្នាំថ្មីរំជួលចិត្តចង់ឲ្យពរជ័យដល់ប្រទេសកម្ពុជារបស់យើង